សេចក្តីថ្លែងការណ៍នៃការពិភាក្សារវាងសហរដ្ឋនិងប្រទេសចិនដែលកំពុងមានតែចំនួនសង្គ្រាមពាណិជ្ជកម្មជាមួយគ្នាគឺបានបន្ថែមភាពច្របូកច្របល់ដល់ពាណិជ្ជកម្មពិភពលោកដូណាល់ត្រាំបានអះអាងនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថាការចរចាដំឡើងពន្ធកំពុងដំណើរការជាមួយប្រទេសចិនប៉ុន្តែទីក្រុងប៉េកាំងបានច្រានចោលការចរចាកំពុងធ្វើឡើងជាសញ្ញាចុងក្រោយនៃចំនួនជាបន្តបន្ទាប់ជំវិញអ្វីដែលជីវឌ្ឍនភាពត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយសង្គ្រាមពាណិជ្ជកម្មដែលធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោកត្រាំបានប្រាប់ទស្សនវិតីថែមថាកិច្ចពិភាក្សាកំពុងប្រព្រឹត្តទៅហើយប្រធានាធិបតីរបស់ចិនលោកស៊ីជីនពីងបានទូរស័ព្ទទៅលោកជាការអះអាងដែលលោកបាននិយាយដដែលទៅកាន់អ្នកសារព័ត៌មានខណៈដែលលោកកំពុងចាក់ចែងពីសតវិមានកាលពីថ្ងៃសុក្រទៅកាន់ទីក្រុងរ៉ូមដើម្បីចូលរួមពិធីបុណ្យព្រះសពរបស់សម្ដេចប៉ាបហ្វ្រង់ស៊ីសប្រទេសចិនបានតបតវិញនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសដែលបង្ហោះដោយស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកថាចិននិងអាមេរិកពុំមានការពិគ្រោះយោបល់ឬការចរចាណាមួយលើការដំឡើងពន្ធឡើយភាពមិនច្បាស់លាស់ទៅមុខនឹងថយក្រោយបានបន្ថែមទៅលើភាពមិនប្រកបប្រជាជាច្រើនជំវិញស្ថានភាពហ្គេមគោលនយោបាយដំឡើងពន្ធដល់ចម្រូងចម្រាសរបស់លោកត្រាំមិនត្រឹមតែជំវិញប្រទេសចិនប៉ុណ្ណោះទេប៉ុន្តែវាទាក់ទងទៅនឹងប្រទេសអឺរ៉ុបផ្សេងទៀតដែលកំពុងប្រញាប់ប្រញាល់ទប់ទល់កិច្ចព្រមព្រៀងរបស់ខ្លួនដើម្បីសម្រាលបន្ទុកពន្ធនាំចូលដល់ច្រើនដែលលោកត្រាំបានដាក់ចាប់តាំងពីការវិលត្រឡប់ទៅកាន់សេតវិមានវិញនៅក្នុងខែមករាមក